សូមជូនប្រឡំលោករឿងសៀមស្រោចខ្សាច់ព្រំដែននៅថ្ងៃទី28 ខែឧសភាឆ្នាំ2025លោកសួនរ៉នវរៈកងទ័ពកម្ពុជាត្រូវបានកងទ័ពថៃបាញ់ប្រហារស្លាប់នៅតំបន់ព្រំដែនប្រទេសមុំបីយោងតាមព័ត៌មានផ្លូវការបានរាយការណ៍ថាថៃបានបើកការបាញ់ប្រហារមកលើខ្មែរមុននៅថ្ងៃទី24 ខែកក្កដាឆ្នាំ2025នៅតំបន់ប្រាសាទសំមន់ធំក្នុងខេត្តឧត្តរមានជ័យជម្លោះព្រំដែនកម្ពុជាថៃបានផ្ទុះឡើងចាប់ពីថ្ងៃនេះមកដំណឹងសង្គ្រាមជម្លោះព្រំដែនរវាងថៃនិងកម្ពុជានៅតាមបន្ទាត់ព្រំដែនបានផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្សេងៗមានវិទ្យុកាសែត Facebook TikTok និងនិយាយតមាត់គ្នាពីមាត់មួយទៅមាត់មួយស្ដាប់ទៅគួរឲ្យតក់ស្លុតរន្ធត់និងឈឺចាប់បំផុតនៅភូមិដាច់ស្រយាលមួយសុកនឹងភក្តីដែលជាមិត្តភក្តិជិតស្និទ្ធបំផុតផងនិងជាបងប្អូនជីដូនមួយជាមួយនឹងគ្នាផងនោះកំពុងអង្គុយស្ដាប់វិទ្យុអំពីស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃសម្រាប់ជ័យភោគផ្សព្វផ្សាយព័ត៌មានស្ដីអំពីការឈ្លានពានរបស់ចៅថៃមកលើទឹកដីនៃប្រជាជនកម្ពុជាបានធ្វើឲ្យឈាមអ្នកទាំងពីរពុះពេញជ្រោលនិងមានឆន្ទៈស្ម័គ្រចិត្តចូលរួមការងារការពារជាតិមាតុភូមិលុះស្អែកឡើងអ្នកទាំងពីរក៏បាននាំគ្នាធ្វើដំណើរទៅកាន់សាលាស្រុកដើម្បីចុះឈ្មោះចូលបម្រើជាកងទ័ពដើម្បីរួមចំណែកការពារជាតិមាតុភូមិពីការឈ្លានពានរបស់ខ្មាំងសត្រូវទោះបីជាត្រូវគ្រួសារមានការព្រួយបារម្ភពីសុខទុក្ខអ្នកទាំងពីរក៏ពិតមែនប៉ុន្តែស្មារតីស្នេហាជាតិបានជំរុញឲ្យពួកគេមានគោលដៅឆ្ពោះទៅមុខគឺរួមចំណែកជាយោធាការពារជាតិមាតុភូមិនិងសុខសន្តិភាពមិនមានក្រោយឡើយបន្ទាប់ពីអ្នកទាំងពីរទទួលបានការព្រមព្រៀងអនុញ្ញាតឲ្យចូលបម្រើជាកងទ័ពហើយពួកគេបានដើរត្រឡប់មកផ្ទះវិញយ៉ាងសប្បាយរីករាយនៅរាត្រីនេះដែរពួកគេទាំងពីរនាក់បានរៀបចំសម្ភារៈប្រើប្រាស់និងសម្លៀកបំពាក់ទុកជាស្រេចដើម្បីត្រៀមចេញដំណើរតាមថ្ងៃកំណត់លុះថ្ងៃកំណត់នៃការចេញដំណើរមកដល់សុកនិងភក្តីបានថ្វាយបង្គំលាឪពុកម្ដាយនិងសូមពរជ័យពីឪពុកម្ដាយរៀងៗខ្លួនទាំងទឹកមុខរីករាយនិងជឿជាក់លើសពីនេះទៀតភក្តីបានលាសង្សាររបស់ខ្លួននៅក្រោមដើមចន្ទរីក្បែរផ្ទះនេះផងដែរមុនចេញដំណើរសុកនិងភក្តីបានសន្យាជាមួយគ្រួសារថាពួកកូននឹងត្រឡប់មកវិញជាមួយនឹងជ័យជំនះនិងកិត្តិយសជូនដល់គ្រួសារយើងទាំងអស់គ្នានៅពេលដែលយុវជនស្ម័គ្រចិត្តជួបជុំគ្នាហើយរថយន្តក្រុងបានដឹកអ្នកស្នេហាជាតិទាំងអស់នោះទៅកាន់សាលាវឹកពើមួយកន្លែងដើម្បីបណ្ដុះបណ្ដាលអំពីចំណេះជំនាញក្នុងការប្រើប្រាស់អាវុធនិងយុទ្ធវិធីយោធាព្រមទាំងវិន័យនិងក្រមសីលធម៌កងទ័ពលើសពីនេះទៅទៀតនោះត្រូវបានបំពាក់បំពន់អប់រំចិត្តសាស្ត្របន្ថែមដើម្បីឲ្យមានសាមគ្គីភាពចេះជួយគ្នាគ្រប់លក្ខណៈនិងមានភាពក្លាហានតស៊ូអត់ធ្មត់ចេះស្រឡាញ់ជាតិមាតុភូមិនិងផលប្រយោជន៍រួមនិងហ៊ានលះបង់ពលីគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិនិងទឹកដីឆ្លងកាត់ការវឹកវើទាំងយប់ទាំងថ្ងៃយុវជនទាំងអស់បានឆ្លងកាត់នៅឧបសគ្គទុក្ខលំបាកគ្រប់បែបយ៉ាងទោះបីជាការវឹកហាត់មានការហត់នឿយនិងលំបាកខ្លាំងយ៉ាងណាក៏ដោយក៏សុខនិងភក្តីបានឆ្លងផុតដោយជោគជ័យហើយខ្លាយជាកងទ័ពឈ្លាសវៃនិងអង្គអាចក្លាហានមានជំនាញគ្រប់គ្រាន់ដើម្បីការពារជាតិមាតុភូមិ
នៅពេលទំនេរពីការវឹកហាត់យុវជនទាំងអស់តែងតែជួបជុំគ្នាជជែកគ្នាលេងពីរឿងក្នុងចិត្តអ្នកខ្លះនិយាយពីក្តីស្រមៃនាពេលអនាគតអ្នកខ្លះនិយាយអំពីមូលហេតុដែលបណ្ដាលឲ្យគេធ្វើជាកងទ័ពអ្នកខ្លះក៏និទានរឿងកំប្លែងបង្កភាពសប្បាយរីករាយនិងកាត់បន្ថយភាពនឿយហត់ពីថ្ងៃរយៈពេលកំណត់នៃការវឹកវើរបស់កងកម្លាំងយើងទាំងអស់បានមកដល់មេបញ្ជាការបានទទួលបទបញ្ជាប្រកាសបញ្ជូនកម្លាំងដែលទើបតែទទួលបានការបណ្ដុះបណ្ដាលថ្មីៗតាមការចាត់តាំងពីថ្នាក់លើទៅកាន់តំបន់ផ្សេងៗសម្រាប់វគ្គរបស់សុកនិងភក្តីត្រូវបានបញ្ជូននិងបែងចែកទៅកាន់តំបន់គន្លុះព្រំដែនផ្ទាល់អ្នកខ្លះត្រូវបានបញ្ជូនទៅកាន់តំបន់ជួរភ្នំដងរែកអ្នកខ្លះទៅកាន់តំបន់ប្រាសាទព្រះវិហារអ្នកខ្លះទៀតទៅកាន់តំបន់ភ្នំទ្រាប់ពីឯអ្នកខ្លះទៀតទៅកាន់តំបន់បឹងប្រគួនជោគជ័យព្រៃច័ន្ទជាដើមបន្ទាប់ពីទទួលបានបទបញ្ជាចាត់តាំងរៀងខ្លួនហើយយុវគ្គកងទ័ពយើងគ្រប់រូបមានទឹកមុខសប្បាយរីករាយនិងប្រែក្លាយជាមើងម៉ាត់ក្លាហានព្រោះគិតថានឹងបានបញ្ចេញស្នាដៃវាយខ្លាំងថៃការពារទឹកដីជូនជាតិមាតុភូមិនិងរក្សាសុខសន្តិភាពជូនជាតិខេមរាទូទាំងប្រទេសទន្ទឹមនឹងភាពសប្បាយរីករាយក៏លាយទៅដោយការស្រណោះអាល័យគ្នាទៅវិញទៅមកនៅពេលដែលបែកនិងបានស្រែកជូនពរគ្នាទៅវិញទៅមកថាសុខសប្បាយនិងជោគជ័យគ្រប់ភារកិច្ចទាំងអស់គ្នាយន្តក្រុមបានដឹកកងកម្លាំងទាំងអស់ទៅកាន់គោលដៅតាមផែនការគ្រោងទុកសម្រាប់សុកនិងភក្តីត្រូវបានបញ្ជូនទៅកាន់តំបន់ភ្នំទ្រាប់ដែលជាតំបន់ព្រៃភ្នំក្រំថ្មដែលជាតំបន់ក្តៅជាតំបន់ដែលធំក្លិនដោយផ្សែងនិងសេវនិងរណ្ដៅគ្រាប់ធ្លាក់និងមានលេនដ្ឋានដ៏រឹងមាំផងដែរសំឡេងកាំភ្លើងធំលាន់ឮពីចម្ងាយជាប្រចាំសត្រូវចាប់ផ្ដើមវាយប្រហារមកលើកងកម្លាំងយើងនៅថ្ងៃទី24ខែកក្កដាឆ្នាំ2025សុកនិងភក្តីស្ថិតក្នុងលេនដ្ឋានតែមួយការភ័យខ្លាចដំបូងត្រូវបានជំនួសដោយភាពក្លាហានដើម្បីការពារជាតិមាតុភូមិក្រុមការដឹកនាំពីមេបញ្ជាការដ៏ឈ្លាសវៃសុកនិងភក្តីរួមដៃជាមួយកម្លាំងទាំងអស់ប្រយុទ្ធវាយខ្មាំងដោយទឹកចិត្តអង់អាចក្លាហានបានចានខ្មាំងចេញពីទឹកដីនៅថ្ងៃទី28ខែកក្កដាឆ្នាំ2025បទឈប់បាញ់លើកទី1បានធ្វើឡើងនៅពេលនោះសន្តិភាពកើតឡើងក្នុងរយៈពេលខ្លីដោយការចរចាបទឈប់បាញ់ជាសន្តិភាពស្ថិតក្នុងភាពប្រុងប្រយ័ត្ននិងត្រៀមប្រយុទ្ធគ្រប់ពេលវេលាទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយក៏យុទ្ធជនយើងមិនអាចធ្វើប្រហែសឡើយអ្នកទាំងពីរត្រូវចេញល្បាតក្នុងព្រៃជ្រៅទាំងយប់និងថ្ងៃដើម្បីស្ដាប់សភាពការនិងការប្រែប្រួលរបស់ខ្មាំងយើងភាពស្ងប់ស្ងាត់គួរឲ្យខ្លាចពួកគេត្រូវប្រើសញ្ញាដៃដើម្បីទាក់ទងគ្នាដើម្បីរក្សាបាននូវការសម្ងាត់និងសុវត្ថិភាពកំឡុងពេលចេញល្បាតភក្តីស្ទើរតែត្រូវគ្រាប់កាំភ្លើងរបស់សត្រូវប៉ុន្តែត្រូវបានសុករុញគេចផុតទាន់ពេលវេលានៅពេលនោះចំណងមិត្តភាពរបស់គេរឹងរិតតែរឹងមាំឡើងជាងដៃថែបន្ទាប់ពីទំនេរពីការល្បាតពេលថ្ងៃនិងយាមនៅពេលរាត្រីភក្តីនិងសុកត្រូវសម្រាកក្នុងត្រង់សេជានិច្ចពេលទំនេរសុកនិងភក្តីតែងតែទំនាក់ទំនងមកបងប្អូនឪពុកម្ដាយនិងក្រុមគ្រួសារព្រមទាំងមនុស្សជាទីស្រឡាញ់របស់ខ្លួនភក្តីបានអានសារសម្បត្តិរបស់គូរណ្ដឹងផ្ញើមកសួរសុខទុក្ខទាំងទឹកមុខញញឹមរីករាយទាំងខណៈដែលសុកមើលរូបថតរបស់ម្ដាយដោយទឹកមុខនឹករលឹករូបភាពទាំងនោះគឺជាកម្លាំងចិត្តដែលជំរុញឲ្យអ្នកទាំងពីរកាន់តែក្លាហានក្នុងការងារប្រយុទ្ធជាមួយនឹងខ្មាំងសត្រូវ
บอดชุบบัญญัติสาบานเขาอยากไปไขจมลุกไม่ก็บานตาลายจิตไม่ดองเปลี่ยนจมลุกเย็นเลยปีการแล้วในไทยปีประปีไทยธนูชนำปีปอนมาไพ่ปรางรูปนายสัตว์ไรบานดำเปลี่ยนในใกล้กรมเปลี่ยนบอดชุบบัญสงเตรียมเลยปีนี้สัตว์ไรบานเวสำรบคลั่งหมดเลยกองตัวกัมพูชีเยอะหนึ่งบานพระพระกรุบเชียวบายนำใบวีประหามหมดเลยได้นัทปฏิยเพียบกัมพูชีอย่างเพลย์ตึกเพลย์โกงเพลย์อากาศสัตว์พร้อมกาได้กนัวมันจีปีเมบินจีการรถเชียงไว้กำลังยืนตึกอ้อบานรวมได้เชียงยังอ่องไอคลาหานบานวีประหาตอบต่อบอกตึกมังวิญญาณจักไดดำใบกาเปียตีตั้งในโบราณเพชรตึกใดหนึ่งให้รักษาศกซ่อนวิเทียบจูนเกียรติเมตภูมิหนึ่งประเจียปลรวดหนึ่งเฮียนแล้วบองโปรมเพียงแปะลีกรุ๊ปแบบอย่างเอาแต่รักษาบานในศกซ่อนวิเทียบจูนเกียรติเมตภูมิสมเลงเจยโคเจโยเมตภูมิกัมพูชีเจโยเมตภูมิยมบานล้วนลือโตเกียรเป็นเปรย์เชียสมเลงดัชมาใดหอยกองตัวประสัยการแต่คลาหานหนึ่งปวดใดในประยุทธ์กรุ๊ปนี้กาปีโบราณเพชรตึกใดปีกาเชียนเพียนเราบักเจ้าเสียงกาประยุทธ์รุนจรานเจ้าเสียงเจงปีตึกใดบานการลายออยะเปจิจารไงเพียใดโรงบุกมุนดอยออกใบครอบเพลิงทมซอกประกองบัดแพะนองระวงใดโจกนองคนไหลสวัสดิ์เทพแกงตึกมุกโรลิงโรลงนั่งสำลังเมื่อเติมมัดแต่ใครหยิบโอนจิโดนมวยทองนุกแกงใดสลายนั่งอนันต์กลเปใดแดดรงบทหมุนคลวนรานโกเป็นกระดอยชิมแต่กำปงไปคลวนหนึ่งถึงเจียงเล่นอาหารบานจับได้ซกคอยกระดำหาส่งจุยมือแท้มาได้ขนาดพอหนึ่งปราปูดึงดึงคำพองหักยำสลายเมียงหลังหน้าหอยสำลังไอเราแต่กาเพื่อจะได้กาไปเกียรติเมตภูมิยังไอบานกงวงหอยยำสมโตเนี่ยจังออกมีพอได้เหมือนไอเพื่อบ้านตามกาสัญญามนเปรได้กุยืจังจิตเตี้ยหานันตลอดตะเวงเอาโจกใจหนึ่งศกสวัสดิ์เพียบนวมยกเนื้อเกดิยุจูนเกียรติในตัวสามันอยู่บนบ้านแผลใดก็บ้านเปียลีเติมยังตึกหมกเงินยมหนึ่งอ่องอายออกบ้านตึกนองคลวนท้าคลวนบ้านต่อสู้ออกที่กำลังกายเจ็ดดำใบกาปีเจ็ดเมตรภูมิห้อยถูกใบคลวนสลับเตยก็สลับเตยดำใบเจ็ดเมตรภูมิสลับโดยเกดิยุสลับคลวนแต่โมรัวน้องเจ็ดยุติมัดนางผู้เจจนรอบเลี้ยนเนี้ยส่งดักสอบระบบยมตามมันก็ตรงได้ในหอยนำใบไอสอบระบบยมบานกาเปียตึกใดดอลอวระบบยมเจียบันต่อเต็มเตียบันตัวปีบัดบองยุดมัดใดก็ได้อะไรสอบบานใกล้ๆจะมนุษย์ใหม่ผมหั่นในการเศร้าได้ในการบัดบองมัดแกะในชื่อจับปีกาเชียนเปลี่ยนระบบจอไทยดังรัฐแต่ฟื้นเอาซกกันแต่คลาหานลายคลาหานลายซกหนึ่งยุดมัดอ้อต่อเตยเจี๊ยบานอนุวัตตาบัดบัญชีเมเป็นจีกาเวอร์กาวีประหาโบวิญญาณคลางคลาเราโหดได้จิตเราเจงปีบรรทอนกลุ่มใดสงครามเราบานอาโดยเจ็ดกรมเพียงบัดชกบันยิลืมจิตปีหอยตึกใดเราบานเรศาสกโชมือตุ้งจิตไม้บ่อเราวิจในเลยกำปูนมเพียงอารมณ์สบายดีพอหนึ่งชื่อจับพอกูรู้แล้วของนายขาเกิดโปรมเพียงบัดชกบังเล็กปีเราเวียงกัมพูชีในไทยเกิดบานเฟอร์ลางในไทยปีมาไปบรมปีชายธนูนำปีก่อนมาไปครั้งพร้อมกาประยุทธ์เมียยางจักได้เลยปีอ้อยะเปลมาไปไงจำเลยสำคัญในการโปรมเพียงบัดชกบังเล็กปีในไทยปีมาไปบรมปีธนูนำปีก่อนมาไปบรมครั้งรวมเมียปียุโรปมันชกกาบันประหารเนี้ยหนึ่งกาบ่งโกจมลุกโยเชียนตามมันลอยผลใด
កិច្ចព្រមព្រៀងត្រូវមានការដកទ័ពចេញពីតំបន់ប្រយុទ្ធភាគីថៃយល់ព្រមដោះលែងវីរៈកងទ័ពកម្ពុជាចំនួន18រូបដែលត្រូវបានចាប់ខ្លួនរយៈពេល151ថ្ងៃបន្តប្រើប្រាស់យន្តការគណៈកម្មការចម្រុះព្រំដែនដើម្បីវាស់វែងនិងខណ្ឌសីមាព្រំដែនដោយសន្តិវិធីកិច្ចព្រមព្រៀងនេះធ្វើឡើងបន្ទាប់ពីបទឈប់បាញ់លើកទី1កាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025មិនទទួលបានជោគជ័យពេញលេញនិងមានការចោទប្រកាន់ពីការរំលោភកិច្ចព្រមព្រៀងអ្នកដឹកនាំកម្ពុជាថៃបានបើកកិច្ចប្រជុំពិសេសដើម្បីដោះស្រាយវិបត្តិខាងលើនេះដោយផ្ដោតលើការបញ្ឈប់ការវាយប្រហារគ្នាការដកទ័ពនិងការដោះលែងជ្រៅសឹកបន្ទាប់ពីបទឈប់បាញ់សាកល្បង72ម៉ោងចូលជាធរមានកងកម្លាំងស្ម័គ្រចិត្តបម្រើកងទ័ពដើម្បីរួមចំណែកការពារជាតិមាតុភូមិទាំងអស់ត្រូវបានអនុញ្ញាតច្បាប់សម្រាប់មួយសប្តាហ៍ហើយពួកគេត្រូវបានឡានក្រុងដឹកជញ្ជូនទៅស្រុកកំណើតដើម្បីជួបជុំបងប្អូននិងសាច់ញាតិសុខបានត្រឡប់មកវិញក្នុងឯកសណ្ឋានកងទ័ពយ៉ាងសង្ហានិងថ្លៃថ្នូរទោះបីជាប្រឡាក់ដោយដីនិងធូលីក៏ដោយប៉ុន្តែជាឯកសណ្ឋានមានតម្លៃនិងមានកិត្តិយសចំណែកដៃម្ខាងកាន់កាបូបរបស់ភក្តីដែលត្រូវជាមិត្តសម្លាញ់និងត្រូវជាបងប្អូនជីដូនមួយហើយក៏ជាកាបូបដែលច្រកពេញដោយអនុស្សាវរីយ៍និងកិត្តិយសជូនដល់គ្រួសារអ្នកភូមិជួបជុំគ្នានៅតាមដងផ្លូវឈរហែហមអមសងខាងផ្លូវទទួលស្វាគមន៍ដោយក្តីរំភើបផងដោយក្តីសោកស្ដាយផងនិងឈឺចាប់ផងលាយឡំដោយភាពសោកសៅនៅតាមភូមិស្រុកគ្រួសារខ្លះសប្បាយរីករាយនឹងការជួបជុំសាច់ញាតិនិងគ្រួសារខ្លះទៀតសោកសៅដោយបានបាត់បង់សាច់ញាតិបន្ទាប់ពីសុកបានដល់ផ្ទះជួបជុំជាមួយម្ដាយនិងបងប្អូនរួចហើយក៏បានទៅសម្រាកទាំងការនឹករលឹកដល់ភក្តីហើយក៏ជារាត្រីដែលគេបានគេងលើជីពពុកសាជាថ្មីម្ដងទៀតដែរលុះស្អែកឡើងសុកបានយកប្រាក់បៀវត្សនិងមេដាយការពារជាតិរបស់ភក្តីទៅជូនដល់ម្ដាយភក្តីនិងជួបគូដណ្ដឹងភក្តីដើម្បីប្រាប់ពីវីរភាពរបស់ភក្តីនិងពាក្យសម្ដីតែផ្ដាំរបស់ភក្តីប្រាប់ដល់គូដណ្ដឹងតាមការសន្យានៅក្នុងភូមិអ្នកភូមិនិងសុកបានរួមគ្នាកសាងស្ទូបអនុស្សាវរីយ៍តូចមួយសម្រាប់តម្កល់អដ្ឋិធាតុភក្តីនិងយុទ្ធជនដទៃទៀតដែលបានពលីជីវិតដើម្បីជាតិមាតុភូមិនិងសុខសន្តិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសនៅមុខស្ទូបអនុស្សាវរីយ៍មានចងទង់ជាតិនិងរូបថតយុទ្ធជនពលីទាំងអស់សុកនិងអ្នកភូមិបានឈរគោរពទង់ជាតិនៅមុខស្ទូបនិងគោរពដល់វិញ្ញាណក្ខន្ធរបស់វីរភាពរបស់យុទ្ធជនពលីទាំងអស់ដោយស្ងប់ស្ងាត់ខ្យល់បក់មកត្រសៀកនិងត្រជាក់កាយយ៉ាងអាចបញ្ជាក់បានថាការលះបង់របស់ពួកគេពិតជាមានគុណប្រយោជន៍ដែលពួកយើងមិនអាចបំភ្លេចបានឡើយបបសម្រាប់មួយអាទិត្យពិតជាលឿនណាស់សម្រាប់យុទ្ធជនដែលទើបតែបានមកផ្ទះដើម្បីជួបជុំបងប្អូនកូនប្រពន្ធនិងក្រុមគ្រួសារបន្ទាប់ពីចប់សង្គ្រាមនៅថ្ងៃកំណត់បានមកដល់ឡានក្រុងបានដឹកជញ្ជូនបងប្អូនកងកម្លាំងទៅកាន់ទីតាំងការពាររៀងៗខ្លួនដើម្បីត្រៀមខ្លួនបំពេញតួនាទីជាអ្នកការពារជាតិទឹកដីជូនជាតិមាតុភូមិជាបន្តទៀតមិត្តភាពនិងភក្តីភាពចំពោះជាតិដែលជាគ្រឹះមិនអាចខ្វះបានក្នុងកិច្ចការការពារជាតិការពារទឹកដីនិងការពារសុខសន្តិភាពជូនប្រជាពលរដ្ឋគ្រប់រូប